bạn ngày nay tranh bê cả cắm mùi ngày pin lùng một ngày pin lùng cứ nhung nè đầm bay thôi cả cầm lùng hay đầm vào bộ croi 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 clong vậy tới cứ croi clong để nhung bạn đâm có khơi thả trụ cháy vì dễ bê tại pi nắm cứ bàn thông khlang mình tiền bằng bốn chẳng hay bàn là nhung chập đâm bê cả cắm cứ chị lùng đâm vào to tiệt nơi tiền này hay nhung bàn bùa về rồi ở hái đãขนาดដាក់អីត្រឹមត្រូវហើយគឺខ្ញុំយក5ម៉ែត្រមួយអ្វីត្បិតតែវាចិត្តវារាំងគៀកគ្នាមែនប៉ុន្តែប៉ុណ្ណឹងក៏យើងគិតថាវាសមរម្យទៅរំនឹងវាធំបែកមេទៅក៏វា5 6 7ឆ្នាំដែរអញ្ចឹងនៅក្នុងនេះគឺខ្ញុំនឹងจัดការធ្វើដីនេះគឺមាន40លុងប៉ុន្តែដោយឡែកខ្ញុំនឹងធ្វើខាងនោះដាក់ដូងចំនួន7 8ដើមណាមកជួខាងហ្នឹងបន្ទាប់ពីនោះគឺក្រូចក្នុងទាំងអស់បាទពីព្រោះនេះគឺជាដីដែលខ្ញុំបានធ្វើពិសោធន៍ហើយក៏កើតល្អគួរសមតែដោយឡែកដីនេះគឺជាដីដែលចាក់ប្រភេទឥដ្ឋបាទរាំងពិបាកនៅក្នុងការដាំដែរក៏ប៉ុន្តែគឺយើងត្រូវរកវិធីសាស្ត្រដើម្បីដាំវាវិធីសាស្ត្រទី1គឺជីកលងមិនសូវជាជ្រៅទេគឺយើងជីកលងហើយឲ្យធំបន្តិចទៅយើងដាក់ពពួកដីដែលមានជីវជាតិក៏ដូចជាជីកំប៉ុស្តហើយនឹងជីសម្រាប់ឲ្យផ្សេងៗទៅណាដើម្បីឲ្យវាលូតលាស់សិនបន្ទាប់មកបានយើងធ្វើការដាក់សម្រាមដាក់អីហើយចាក់ដីល្អបន្ថែមតិចតួចឲ្យខ្ពស់ដើម្បីឲ្យក្រូចវាល្អពីព្រោះភាគច្រើនឫសរបស់វាគឺអត់ទៅក្រោមទេវានៅរីលើនឹងហើយបងប្អូនអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមធ្វើបន្តគឺបេសកកម្មមួយថ្ងៃ2លុងគឺក្រោកពីយប់ដើម្បីធ្វើការហាត់ប្រាណអញ្ចឹងចាំមើលលទ្ធភាព2លុងអាចឡើង3លុងអាចឡើង4លុងបាទតាមជាស្ដែងអញ្ចឹងត្រូវក្រោកពីយប់ហើយហាត់ប្រាណដើម្បីបាទស្រកក្បាលពោះបើសម័យនេះហើយបើសិនជាបងប្អូនមិនព្រមហាត់ប្រាណប្រកាសណាស់ថានឹងចាប់ឈឺអញ្ចឹងបងប្អូនញ៉ាំហើយហាត់ប្រាណអញ្ចឹងខ្ញុំនឹងធ្វើបេសកកម្មនេះឲ្យរួចនៅក្នុងរយៈពេលត្រឹមតែយ៉ាងយូរ1 សប្តាហ៍